ក្រុមហ៊ុនជារបស់ TSMC ក្រុងលក់ភាគហ៊ុនជាង150លានហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Vanguard ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំបំផុតនៅលើពិភពលោកបានប្រកាសពីផែនការលក់ភាគហ៊ុនរហូតដល់152លានហ៊ុននៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីប Vanguard International Semiconductor ដែលជាក្រុមហ៊ុនជំនាញខាងផលិតបន្ទះឈីបដ៏ល្បីល្បាញមួយនិងជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរបស់ TSMC នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី16ខែឧសភាឆ្នាំ2026ការលក់ដ៏មហិមានេះនឹងធ្វើឡើងតាមរយៈការជួញដូរដុំធំទៅឲ្យក្រុមវិនិយោគិនស្ថាប័នហិរញ្ញវត្ថុនានាដែលជាការសម្រេចចិត្តដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងវិស័យបច្ចេកវិទ្យាវានឹងធ្វើឲ្យចំណែកនៃការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន TSMC នៅក្នុងក្រុមហ៊ុន VIS ធ្លាក់ចុះពីប្រមាណ 27.1% មកត្រឹមប្រហែល 19% វិញផ្អែកលើការគណនាភាគហ៊ុនសរុបអ្វីត្បិតតែមានការកាត់បន្ថយចំណែកវិនិយោគនេះក្តីក៏ក្រុមហ៊ុន TSMC នៅតែរក្សាតំណែងជាម្ចាស់ភាគហ៊ុនដ៏សំខាន់មួយដដែលជំវិញយុទ្ធសាស្ត្រអាជីវកម្មទៅថ្ងៃមុខក្រុមហ៊ុន TSMC បានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាក្រុមហ៊ុនគ្មានផែនការលក់ភាគហ៊ុនរបស់ VIS បន្ថែមទៀតនោះទេនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះការប្រកាសបិទផ្លូវនេះបានជួយធ្វើឲ្យរលកនៃក្តីបារម្ភក្នុងទីផ្សារហិរញ្ញវត្ថុមានភាពធូរស្រាលឡើងវិញនិងបង្ហាញថាទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនៅតែរក្សាភាពរឹងមាំដដែល